តែបានស្ដាប់ពាក្យជានិយាយហើយចាគូថាមានជាការជំរុញទឹកចិត្តខ្ញុំខ្លាំងមែនតើទៅគឺថាខ្ញុំនេះទៅជំរុញម៉ាក់តឲ្យធ្វើកាពីងរីកនឹងលក់ទៅព្រោះអីចាក៏ប្រាប់ថាឆ្ងាញ់តែគ្នាឃើញមុខខ្ញុំសិតតណៃគ្រីមតែប៉ិតពេលហ្នឹងគឺថាខ្ញុំលាបណៃគ្រីមលាបអីសុហៀបចូលគេងតែអស់គ្នាតែមានណាក៏ខ្ញុំឆាទៅបងតែគាត់នៅក្រៅអីចឹងណាគាត់ថាមេមកពីខេត្តវិញហើយមេនៅក្រៅអីចឹងទៅអញ្ចឹងក៏ខ្ញុំនេះចាមានជាការចុះទៅឲ្យម៉ាក់ធ្វើកាពីងរីកតាំងយប់និយាយទៅគឺថាយកទៅឲ្យចែសាក់ញ៉ាំហើយយើងនេះគឺគ្មានផ្លែនថាលក់អីទេអ្នកទាំងអស់គ្នានិយាយមែនតើណាបេះមកហ្នឹងគឺថាចង់គ្រាន់ចែកគ្នាចែកបងអ្នកស្គាល់អីញ៉ាំអីអញ្ចឹងណាដោយសារតែចកាខ្លួនឯងធម្មជាតិអីអញ្ចឹងទៅឥឡូវនេះគឺថែមដល់ក្រាស់តាំងណៃគ្រីមណាអ្នកទាំងអស់គ្នានិយាយថាងាប់ហើយច្រើនម៉ែអីអញ្ចឹងណានិយាយទៅគឺថាយកកាពីងរីកមកផងមានតាំងអាធែមានតាំងអាស្រោយកសាវម៉ៅមកទៀតដំបូងនេះក៏សុទ្ធថាលក់មែនហើយខ្ញុំក៏ប្រាប់មេថាអត់លក់ទេអីអញ្ចឹងណាហើយបន្ទាប់មកចង់ឲ្យមេសាក់ហើយក៏បានសួរទៅមេថាមេអាចញ៉ាំម្ជូរបានអត់អីអញ្ចឹងដោយសារតែមេតសៃខ្ចីបន្ទាប់មកចាក៏គាត់ថាអាចញ៉ាំបានហើយអីអញ្ចឹងទៅគាត់ថាចង់មួម៉ៅនិយាយទៅគឺថាយកទៅឲ្យគាត់ញ៉ាំហើយសួរគាត់ថាញ៉ាំបានក៏អត់មួម៉ៅចាកូនចៅម្នាក់នេះគ្រាន់តែបារម្ភទេនិយាយទៅគឺថាលវីអត់សូវដឹងណាតែអស់គ្នាថាតែសៃខ្ចីញ៉ាំបានឬមួយក៏អត់អីអញ្ចឹងណាប៉ុន្តែចាគាត់ថាញ៉ាំបានណាមួយកាពីងរីកនេះគឺអត់ជូរទេអ្នកទាំងអស់គ្នានិយាយទៅកាពីងរីកមួយណាគេដែលថាមិនជូរហើយមិនចត់ប៉ុន្តែកាពីងរីករបស់ម៉ាក់ខ្ញុំនេះហើយខ្ញុំហ៊ានទៅនិយាយថាអ្នកទាំងអស់គ្នាយកទៅញ៉ាំទៅគូអត់មានជាតិជូរចត់ទេទោះបីជាមានក៏មាន 10% នៃកាពីងរីកដែរនិយាយមែនតើនិយាយទៅអ្នកទាំងអស់គ្នាគឺថាខ្ញុំចង់ឲ្យចាសាអីអញ្ចឹងណាហើយចំពោះបងដែលគាត់សួររកក្តាមអប់អំពើខ្ចីចាសុំដកឃ្លាបន្តិចសិនដោយសារតែតិចទៀតហ្នឹងគឺយើងធ្វើក្តាមឯតាឥឡូវនេះសុំចូលមនុស្សកាពីងរីកសិនណាដោយសារតែឥឡូវហ្នឹងគឺគេពងពេញខែកាពីងរីកតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងចង់និយាយថាឥឡូវនេះគឺយើងមានលក់ឯណាអ្នកទាំងអស់គ្នាសម្រាប់ចិត្តហើយថាលក់ពីព្រោះចាយជំរុញឲ្យលក់ហើយអញ្ចឹងចាំការទៀតលក់បដ ாய் ចឹងអ្នកទាំងអស់គ្នាខ្ញុំចាំមើលចាយចង់នឹងចាយញ៉ាំទៅឆ្ងាញ់ត្រូវមាត់ចាយអត់ឬមួយក៏មិនអីអញ្ចឹងណាប៉ុន្តែនៅពេលដែលចាយញ៉ាំទៅគាត់ថាឆ្ងាញ់គាត់ថាកាពីងរីកហ្នឹងញ៉ាំតែសាច់ក៏ឆ្ងាញ់ដែរអ្នកនរគ្នាដឹងហើយពេលច្រើនកាពីងរីកគេញ៉ាំគ្រាប់ដោយសារតែគ្រាប់វាផ្អែមអញ្ចឹងណាបើសាច់វាអាចនឹងចត់ឲ្យជូរខ្លាំងប៉ុន្តែចំពោះកាពីងរីកនេះវិញគឺអត់ទេអ្នកនរគ្នាសាច់ក៏ផ្អែមដែរខ្ញុំហ៊ានធានាហ្មងនិយាយទៅគឺម៉ាក់គាត់ធ្វើគឺហ៊ានធានាថាឆ្ងាញ់ណាអ្នកនរគ្នាចាយក៏គាត់និយាយដែរគាត់ថាឲ្យលក់ទៅបើម៉ាក់ប៉ិនធ្វើសឹងអីហ្នឹងអីអញ្ចឹងណាអញ្ចឹងហើយក៏ជំរុញទឹកចិត្តពីអ្នកម៉ែកូននិចខ្ញុំនេះចាគឺថាលក់កាពីងរីកហ្នឹងអីអញ្ចឹងទៅគាត់ក៏សួរថាដល់តែត្រាំអញ្ចឹងមិនឆ្ងាញ់ឬមួយក៏វាឆ្ងាញ់តាំងពីនៅដើមអីអញ្ចឹងណានិយាយទៅក៏បានប្រាប់ទៅចាយវិញថាកាពីងរីកនេះគឺកាពីងរីកសាច់ស្លៃចកាខ្លួនឯងអញ្ចឹងទោះបីជាយើងអត់ត្រាំក៏វាអត់ជូរចត់ខ្លាំងដូចដែលកាពីងរីកយើងញ៉ាំរត់ដងនៅអ្នកទាំងអស់គ្នាព្រោះកាពីងរីកនេះចកាខ្លួនឯងសាច់ស្លៃខ្ញុំហ៊ានធានាឲ្យថាឆ្ងាញ់អ្នកទាំងអស់គ្នាហើយណាគេដែលគាត់ចូលចិត្តញ៉ាំកាពីងរីកអីមកញ៉ាំកាពីងរីកនេះហើយខ្ញុំធានាថាជាប់ចិត្តនៅនឹងមកដូចក្តាមអប់7ខ្ចីអញ្ចឹងណាអូយអ្នកទាំងអស់គ្នាមើលណានិយាយទៅគឺថាតំណងយកបដ ாய் បងប្អូន